អភិបាលខេត្តកំពង់ចាមអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនវីរយុទ្ធនារីនិងប្រជាជនកម្ពុជានៅតំបន់ប្រវត្តិសាស្ត្រយោធាដេជោកោះថ្ម X16នៅព្រឹកថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025ប្រតិភូរដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជនវីរយុទ្ធនារីនិងប្រជាជនកម្ពុជារំលឹកខួបលើកទី48នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត20មិថុនា1977 20មិថុនា2025នៅតំបន់ប្រវត្តិសាស្ត្រយោធាដេជោកោះថ្ម X16 ស្ថិតនៅក្នុងភូមិកោះថ្មឃុំទុនលូងស្រុកមេមត់ខេត្តត្បូងឃ្មុំជាសក្ខីភាពនៃការដឹងគុណចំពោះគុណូបការៈដ៏ធំធេងដែលវីរយុទ្ធជនវីរយុទ្ធនារីនិងប្រជាជនកម្ពុជាដែលបានលះបង់ដើម្បីជាតិមាតុភូមិកន្លងមកឯកឧត្តមអភិបាលខេត្តនិងប្រតិភូសូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធអស់លោកបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយក្នុងពិធីនោះដែរឯកឧត្តមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងប្រតិភូបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរភូមិន្ទព្រមទាំងថ្នាក់ដឹកនាំដទៃទៀតពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ចនិងរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនវីរយុទ្ធនារីកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង្អាចក្លាហានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិសូមជម្រាបថាតំបន់ប្រវត្តិសាស្ត្រយោធាដេជោកោះថ្មបានបង្ហាញឲ្យកូនខ្មែរគ្រប់រូបជ្រួតជ្រាបយល់ដឹងអំពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតដែលមានសមមិត្តហ៊ុនសែនបានយកជីវិតធ្វើជាដើមទុននិងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មីដោយសុំការគាំទ្រពីប្រទេសវៀតណាមរំដោះប្រទេសជាតិសង្គ្រោះប្រជាជនឲ្យរស់រានមានជីវិតដល់បច្ចុប្បន្នស្ថិតនៅទីតាំងកោះថ្មឃុំទុនលូងស្រុកមេមត់ខេត្តត្បូងឃ្មុំ